ត្រីខ្ញុំបានចំណានអ្នកយកព័ត៌មានរបស់ទូរទស្សន៍ជាតិកម្ពុជាកំពុងតែប្រចាំការនៅភូមិព្រៃច័ន្ទឃុំអូ3ជាន់ស្រុកអូជ្រៅខេត្តបន្ទាយមានជ័យទីតាំងខាងក្រោយនេះខ្ញុំបានឃើញគឺជាទស្សនវិជ្ជាគ្រឿងចាក់របស់ថៃដែលកំពុងតែឈូសឆាយមកលើដីរបស់ប្រជាពលរដ្ឋកម្ពុជារបស់យើងដែលនេះគឺកំពុងតែអនុវត្តច្បាប់របស់ប្រទេសថៃមកលើទឹកដីនិងប្រជាពលរដ្ឋកម្ពុជាអញ្ចឹងបងប្អូនអាចឃើញហើយថាថៃវាហ៊ានឈូសឆាយទាំងនៅមុខក្រុមអនុព័ន្ធដែលចោះទៅឆាយក៏បងប្អូនគិតមើលមកវាឈូសឆាយហើយវាមានតាហ៊ានរបស់វាចោះទៅរៀនមានតាមក្រោយទៀតបងប្អូនគិតមើលមកវាដូរពីការត្រៀមខ្លួនធ្វើបាត់នេះធ្វើបាត់នោះលើប្រជាពលរដ្ឋខ្មែរវាដូរទៅជាការឈូសឆាយហើយវាដាក់តាហ៊ានដើម្បីចោះមករៀនមាននៅចំពោះមុខក្រុមអនុព័ន្ធដែលចោះទៅឆែកនៅទីតាំងតើនេះគឺជាទង្វើអ្វីដែលសៀមធ្វើមកលើប្រទេសកម្ពុជាម្ដងហើយម្ដងទៀតម្ដងហើយម្ដងទៀតខ្ញុំសង្ឃឹមថា the international the IOT record all the violation that Thailand do to people that living in Praichan and Chokchai village and also the action that caused the war between Cambodia and Thailand that Thai trying to do day by day especially today នេះបងប្អូនចាពួកគាត់ប្រើសិទ្ធិកាមេរ៉ាឆែកឆេរអស់ហើយតែខ្ញុំសង្ឃឹមថាអន្តរជាតិនឹងព្យាយាមនៅក្នុងការចាត់ការរឿងនេះឲ្យបានលឿនបំផុតព្រោះរឿងនេះវាកាន់តែធំហើយពីព្រោះដោយសារខាងសៀមគឺវាប្រើគ្រឿងចាក់ដើម្បីយកមកឆ្កឹះឆ្កៀលនៅទីតាំងដែលប្រជាពលរដ្ឋដាំដុះដំណាំមានកម្ពុជាហើយឲ្យឃើញអំពីទង្វើរបស់ថៃដែលកំពុងធ្វើសកម្មភាពរំលោភរបស់ប្រជាពលរដ្ឋបាទនេះស្ដាំក្រូចទេបងប្អូនតែនេះដើមក្រូចរបស់ជាជនយើងដាំតាបាទបងអ្នករាយការណ៍ព័ត៌មានណាគាត់រាយការណ៍ទាំងហាមធំហ្មងទាំងខាងបងតតកក៏ដូចជាបងដែលម្ចាស់វីដេអូដែលកណិការបានដាក់ហ្នឹងអរគុណបងផងដែលបានថតមកថ្វាយកណិការបានវីដេអូដើម្បីយកមកបង្ហាញជូនទៅកាន់ប្រិមត្តស្ដាប់ដូចគ្នាផងដែរអញ្ចឹងនេះគឺជាទង្វើបំពេញយ៉ាងកក្លឿនរបស់សៀមទាំងថ្នាក់ដឹកនាំរបស់វាទាំងប្រជាជនរបស់វាជាពិសេសអាចមខ្លាំងម្ចាស់រកឃើញអាចហ្នឹងហើយនឹងអាប៉ែមួយវិរៈសំគំគិតដែលខាងនាំប្រជាពលរដ្ឋទៅឈរតតាំងនៅកន្លែងទីតាំងនឹងផងដែរនេះគឺជារូបភាពរបស់លោកអនុថិនដែលល្អិលដួលពេលចុះវាធំផេកចាក់កន្លែងទឹកជំនន់វាជាបាបកម្មមួយគ្រាន់ល្អិលដួលប៉ុណ្ណឹងវាមានតែស្អីតែគ្រាន់តែប្រាប់ថាបាបកម្មវាហ៊ុនច្រានប៉ុណ្ណឹងតិចទៀតអនាគតនៅពីក្រោយក្នុងសង្គ្រាមហ្នឹងគឺត្រូវតែទទួលកម្មវេរាវេទនាទាំងអស់បងប្អូនសូមរួមគ្នាបួងសួងនៅគ្រប់មជ្ឈដ្ឋានទាំងអស់តាមទីវត្តអារាមតាមប្រជាពលរដ្ឋនីមួយៗបួងសួងគ្រប់គ្នាដើម្បីធ្វើយ៉ាងណាឲ្យសៀមវារលាយដោយសារតែគំនិតបិសាចរបស់ពួកវាដែលបំពេញមកលើទឹកដីខ្មែរចាំផ្លូវលោករៀងយូរបន្តិចតែផ្លូវធម៌សង្ឃឹមថានឹងធ្វើឲ្យវាវិនិច្ឆ័យអន្តរាយឲ្យបានលឿនបំផុតក្តៅកាហាយមែនតានេះប្រេងល្ងខ្មៅសម្រាប់អ្នកដែលចង់ការពារពុកឆ្អឹងស្ពុតឆ្អឹងដុំគីដុំខ្លាញ់ដុំសាច់បងប្អូនអាចទទួលទាននៅប្រេងល្ងខ្មៅរបស់ ABC បានចាទិញចាប់ពី5ដបឡើងទៅ free ដឹកហើយយើងនៅមានផលិតផលខ្មែរជាច្រើនទៀតមានម្សៅល្មៀតផ្សះរាល់ការរលាកឬក៏ដំណើរនៅផ្នែកខាងក្នុងនៃរាងកាយមានចម្ងល់ពីបញ្ហាសុខភាពទូទៅឆាតមកកាន់ Telegram របស់កណិកាតាមលេខ017 37 2000អរគុណចា៎